Bà sưu sài bong ổn bà thằngนี้ខ្ញុំមានរូបមន្តតាក់ទងទៅនឹងបញ្ហាស្បែកក្បាលបាទមិនថាសក់ជ្រុះមិនថាសក់ស្កូវមុនអាយុបាទសក់ស្កូវមុនអាយុនេះចាប់ពី25ចុះបាទមួយទៀតគឺបញ្ហាក្បាលបងប្អូនបាទអត់ដោះសក់ឬក៏ទំពេកណាបាទថ្ងៃនេះខ្ញុំមានរូបមន្ត3បាទរូបមន្តទាំងអស់នេះគឺខ្ញុំបានស្រាវជ្រាវបានដកស្រង់ចេញពី website សុខភាពបាទដើម្បីពំនាំយកមកចែករំលែកទៅដល់បងប្អូនឲ្យបានដឹងបាទហើយនឹងវិធីប្រើប្រាស់ហើយនឹងវិធីធ្វើផងដែរអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងបាទលើកយកឥឡូវនេះបាទទី1បងប្អូនរកបាទវយាវចំនួនបាទមួយក្តាប់ដៃធំបាទទី2បងប្អូនរកស្លឹកត្របែកចំនួនមួយក្តាប់ដៃធំបាទទី3បងប្អូនយកផ្លែល្ពៅបាទចំនួន1ខាំបាទទាំងអស់ហ្នឹងគឺបងប្អូនយកបាទទាំងស្រស់ទាំងអស់ហ្នឹងមកណាបាទយកស្រស់មកបងប្អូនលាងទឹកឲ្យស្អាតបាទចម្រោះវាឲ្យស្ងួតហើយបងប្អូនរកត្បាល់ឬក៏បងប្អូនមានម៉ាស៊ីនក្លុកបាទកាន់តែល្អណាបាទយកមកបុកយកមកក្លុកវាឲ្យបានម៉ត់បាទពេលបងប្អូនបុកឬក៏ក្លុកហើយបងប្អូនអាចថែមទឹកបាទទឹកស្អាតយើងចំនួនកន្លះកែវបាទដាក់វាចូលទៅហើយបងប្អូនក្លុកកូរវាឲ្យសព្វបាទបន្ទាប់មកគឺបងប្អូនត្រូវតែច្រោះយកទឹកបាទចំបាច់វាឲ្យអស់ជាតិមកបាទយកកាក់ចេញមកពេលបងប្អូនបាទធ្វើបានហើយបងប្អូនយកមកកក់សក់បាទពេលបងប្អូនងូតទឹកបាទបងប្អូនធ្វើឲ្យបានមុនកន្លះម៉ោងទៅ45នាទីណាបាទមុនមួយទឹកណាបាទក្នុងមួយថ្ងៃបងប្អូនធ្វើ2ដងតែមិនឲ្យធ្វើរាល់ថ្ងៃទេបាទបញ្ជាក់បងប្អូនបាទក្នុងពេលបងប្អូនធ្វើម្ដងហ្នឹងបងប្អូនកក់ឲ្យបាន2ដងណាបាទព្រឹកនិងល្ងាចបាទក្នុងមួយសប្តាហ៍បងប្អូនធ្វើឲ្យបានបាទ2ដងក្នុងមួយសប្តាហ៍តោះណាបងប្អូនបាទអញ្ចឹងពេលបងប្អូនធ្វើរបៀបនឹងហើយបាទបងប្អូនធ្វើឲ្យបានក្នុងរយៈពេល1ខែឬក៏ដល់2ខែបងប្អូននឹងទទួលបានលទ្ធផលមួយបាទដែលទីគប់ចិត្តហើយបាទទី1វជាវវាជួយផ្នែកខាងបដោះសក់ធ្វើឲ្យសក់យើងទន់បាទហើយនឹងការពារសក់មិនឲ្យជ្រុះបាទទី2ផ្លែល្ពៅវាជួយពង្រីកគល់សក់យើងបាទឬក៏ពន្លឿនបាទដើម្បីឲ្យដុះលឿនហើយចំណែកទឹកស្លឹកត្របែកបាទស្លឹកត្របែកវាជួយសម្រួលចរន្តឈាមបាទសរសៃឈាមទៅតាមគល់សក់របស់យើងបាទសម្រួលឲ្យវាបានបាទរត់ស្រួលបាទនឹងការបាទដុះលឿនផងដែរអញ្ចឹងនៅក្នុងការស្រាវជ្រាវរបស់ខ្ញុំនេះនៅក្នុង website សុខភាពគេបានបញ្ជាក់ហើយដែរបាទបើសិនជាបងប្អូនបានធ្វើក្នុងមួយសប្តាហ៍2ដងបាទរយៈពេល1ខែទៅដល់2ខែបងប្អូននឹងទទួលបានលទ្ធផលល្អប្រសើរបាទអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាសក់ជ្រុះច្រើនសក់សក់ទំពេកបាទឬក៏សក់ស្កូវមុនអាយុអីហ្នឹងបាទបងប្អូនអាចសាកបានហើយបងប្អូនអាចរករូបមន្តនេះប្រើចោះបាទប្រើចោះអញ្ចឹងវយាវក៏ដោយបាទផ្លែល្ពៅក៏ដោយស្លឹកតបែកក៏ដោយបាទមិនពិបាករកទេបងប្អូនឲ្យតែបងប្អូនព្យាយាមរកគឺមានហើយបាទអញ្ចឹងវីដេអូចែកម្លែកមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន